ចាសសូមជម្រាបសួរបងថ្ងៃនេះនាងខ្ញុំមកដាក់ជីឲ្យដើមដូងតែទុកចោលនៅគៀនជាចាំងប្រហែល1 ខែកន្លះហើយដោយសាររវល់គិតរឿងជីជាតិរបស់កូននិងក្រុមគ្រួសារទាំងមូលពេកចាសដើមដូងនេះគឺនាងខ្ញុំទិញមកតាំងលម្អផ្ទះប្រហែលជា1 ខែកន្លះហើយកាលពីដំបូងឡើយគឺដើមដូងនេះគឺពណ៌បៃតងគ្រប់ធាងតែម្ដងប៉ុន្តែដោយសារខ្វះពន្លឺថ្ងៃនិងដីដែលមានជីជាតិហើយនឹងការស្រោចទឹកជ្រុលទៅដើមដូងនេះទៅជាក្រៀមប្រហែលជា10 ធាងឯណោះចាចំពោះទឹកវិញគឺដើមដូងនេះត្រូវការទឹកតែ1 ដងក្នុង1 សប្តាហ៍ឬក៏2 សប្តាហ៍តែប៉ុណ្ណោះទៅតាមអាកាសធាតុស្ងួតឬក៏មានសំណើមចាហើយជាដំបូងគឺនាងខ្ញុំដូរផើងរបស់ដើមដូងនេះពីទូចទៅធំដើម្បីឲ្យដើមដូងនេះទទួលបានសារធាតុចិញ្ចឹមច្រើនជាងមុនចាបន្ទាប់មកគឺនាងខ្ញុំកាត់ធាងដែលក្រៀមចោលចាហើយចាប់ពីពេលនេះតទៅគឺនាងខ្ញុំត្រូវស្រោចទឹកដើមដូងនេះគឺ1 ដងក្នុង1 សប្តាហ៍ឬក៏2 សប្តាហ៍មិនអាចស្រោចទឹករាល់ថ្ងៃដូចកាលពីមុនទេហើយត្រូវឧស្សាហ៍យកដើមដូងនេះទៅហាលថ្ងៃដើម្បីឲ្យត្រូវពន្លឺថ្ងៃហើយនឹងឧស្សាហ៍ដូរដីដើម្បីឲ្យដើមដូងនេះទទួលបានជីជាតិគ្រប់គ្រាន់ចាការមើលថែរុក្ខជាតិស្រដៀងទៅនឹងការចិញ្ចឹមបីបាច់និងមើលថែរក្សាកុមារដែរគឺត្រូវយល់ដឹងពីអ្វីដែលចាំបាច់សម្រាប់រុក្ខជាតិលូតលាស់ជាជាងការស្មានតែខ្លួនឯងថារុក្ខជាតិនេះត្រូវការទឹករាល់ថ្ងៃដោយដែលនាងខ្ញុំបានគិតធ្វើឲ្យដើមដូងនេះទៅជាក្រៀមទៅវិញចាសសូមអរគុណសម្រាប់ការតាមដានទស្សនាដល់ចប់ជួបគ្នានៅវីដេអូក្រោយទាក់ទងនឹងប្រធានបទដដែលទាក់ទងនឹងអាហារូបត្ថម្ភរបស់កុមារនិងកូនក្មេងចាសសូមអរគុណសូមជម្រាបលា